បាទច្រកព្រំដែនចិត្តបើកហើយអញ្ចឹងការភ្នាល់គ្នាដ៏ធំមួយទៀតក៏កើតឡើងដែរបងប្អូនតែគិតថាតំណែងសៀមនៅតែមានការកើនឡើងឬក៏ច្រកបើកហើយនៅតែមានការថយចុះសម្រាប់ខ្ញុំមិនអាចនិយាយថាកើនឡើងឬថយចុះទេតែអ្វីដែលខ្ញុំអាចធ្វើទៅបានខ្ញុំធ្វើទៅទៀតណាសម្រាប់បងប្អូនមិនចូលចិត្តខ្ញុំសំដីអាក្រក់ប្រើពាក្យច្រាស់ច្រំកដាលដើមទ្រូងអាត្រូវក្របមីងាប់អន្ទះបាញ់អីហ្នឹងអាចប្លុកខ្ញុំចោលបានមិនបាច់មើលទេពីព្រោះអីខ្ញុំត្រូវការអ្នកដែលតាមដានខ្ញុំស្របតាមឆន្ទៈរបស់ខ្ញុំដោយគណៈបកប្រឆាំងនិងគណៈបកកណ្ដាលអំណាចចឹងអ្នកណាពេញចិត្តគណៈបកកណ្ដាលអំណាចយើងទៅតាមគណៈបកកណ្ដាលអំណាចអ្នកណាពេញចិត្តគណៈបកប្រឆាំងទៅតាមគណៈបកប្រឆាំងប៉ុន្តែយើងគឺជាជនជាតិខ្មែរតែមួយឲ្យតែកំណត់ពីអ្នកនឹងរីកចម្រើនគឺទៅតែសម្រាប់ខ្ញុំគឺជាការភ្នាល់គ្នាដ៏ធំមួយទៀតហើយខ្ញុំនៅតែជំរុញផលិតផលខ្មែរឬក៏ផលិតផលរោងចក្រផ្សេងដែលខុសពីសៀមទៅដែរចាំមើលខ្ញុំចាញ់ឬគេចាញ់ឧទាហរណ៍បងប្អូនយើងស្លឈាមបកាច់ត្រូវគ្រឿងអត់អីវ៉ាន់សៀមមិនបានខ្ញុំបិទតូបឈប់រងខ្វល់ទេហើយចាប់ពីថ្ងៃហ្នឹងខ្ញុំនៅតែមិនប្រើអីវ៉ាន់សៀមបងប្អូនសាប៊ូខ្សែចូលស្តុកស្រុកខ្មែរមានតែសាប៊ូខ្សែនេះមួយឯងអញ្ចឹងសូមឲ្យសហគ្រិនមួយចំនួនត្រូវបង្កើតសាប៊ូខ្សែដែលមានតម្លៃប្រហាក់ប្រហែលហ្នឹងយកមកបន្ថែម 4-10 ម៉ាស់ទៀតដើម្បីឲ្យបានចោលសៀមងន់ធូបមុខពីរនេះនាគពីរជារបស់ខ្មែរសូមជួយគ្រប់គ្រងឲ្យមែនតើពេលនេះសហគ្រិនសិទ្ធិតំណងគ្នាភ័យហើយថាបើកច្រកពួកគាត់ទៅជាបែបណាហេតុអីគាត់ត្រូវភ័យព្រោះគាត់អត់ទុកចិត្តប្រជាជនខ្មែរយើងយល់ងឹបងល់ច្រាស់របស់គេអត់បានខ្ញុំនិយាយពាក្យច្រាស់ទៀតណាអាណាមិនស្ដាប់ចេញកុំចូលមកខមមិនទៅឲ្យប្លុកទៅអូខេព្រោះខ្ញុំនៅតែទ្រាំមិនបាននៅតែទ្រាំបានជាមួយពួកអាអ្នកអត់គេកដានទ្រូងនោះងាប់យល់អត់អរគុណសូមជម្រាបលា